បាទក្នុង16000នាក់នេះគឺជាការបំបែកឯកតកម្មច្រើនជាងគេបំផុតក្នុងរយៈពេល30ឆ្នាំណាក្នុងរយៈពេល30ឆ្នាំគឺនេះគឺជាមោទនភាពមួយនៃការមើលឃើញពីវឌ្ឍនភាពនិងរីកចម្រើនរបស់ព្រឹត្តិការណ៍ក៏ប៉ុន្តែក៏ជាការបញ្ជាក់នៅការរីកចម្រើននិងការបញ្ជាក់នៅសុខសន្តិភាពការអភិវឌ្ឍរបស់ប្រទេសជាតិរបស់យើងផងដែរបាទទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងខួបលើកទី30ឆ្នាំនៅឆ្នាំ2025នេះណាចាប់តាំងពីឆ្នាំ1996មកគឺព្រឹត្តិការណ៍ដ៏មានតម្លៃនិងព្រឹត្តិការណ៍ដ៏ល្បីល្បាញនៅលើពិភពលោកប្រចាំឆ្នាំដែលជាព្រឹត្តិការណ៍អូសទាញទេសចរក៏ដូចជាធុរកិច្ចក៏ដូចជាមហាជនចូលរួមច្រើនជាងគេនោះគឺថាឈានទៅដល់16000នាក់ហើយឥឡូវនេះបាទក្នុង16000នាក់នេះគឺជាការបំបែកឯកតកម្មច្រើនជាងគេបំផុតក្នុងរយៈពេល30ឆ្នាំណាក្នុងរយៈពេល30ឆ្នាំគឺនេះគឺជាមោទនភាពមួយនៃការមើលឃើញពីវឌ្ឍនភាពនិងរីកចម្រើនរបស់ព្រឹត្តិការណ៍ក៏ប៉ុន្តែក៏ជាការបញ្ជាក់នៅការរីកចម្រើននិងការបញ្ជាក់នៅសុខសន្តិភាពការអភិវឌ្ឍរបស់ប្រទេសជាតិរបស់យើងផងដែរណាហើយយើងឃើញហើយថាព្រឹត្តិការណ៍នេះបានជួយដល់វិស័យទេសចរជួយដល់វិស័យធុរកិច្ចខាងផ្នែកទេសចរក៏ដូចជាធុរកិច្ចនិងការអាជីវកម្មផ្សេងទៀតជាពិសេសគឺប្រជាពលរដ្ឋដែលរកស៊ីប្រតិបត្តិការទេសចរនៅក្នុងខេត្តសៀមរាបទាំងមូលគឺថាសប្បាយរីកណាដោយសារ10000ជាងអ្នកត្រូវការប្រើប្រាស់នៅសន្តាគាររាប់សិបពាន់បន្ទប់ណាត្រូវការការស្នាក់នៅត្រូវការហូបចុកត្រូវការធ្វើដំណើរណាទាំងអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធលក់ដូរជីវកម្មអីផ្សេងគឺនឹងទទួលបានផលទាំងអស់គ្នាបាទនេះមួយទី2គឺការផ្ដល់នៅការធ្វើការរត់ប្រណាំងនេះដើម្បីសប្បុរសធម៌អញ្ចឹងដោយបានការសហការជាមួយនឹងអង្គការបេះដូងមាសជប៉ុនក៏ដូចជាការគ្រប់គ្រងពីស្ថានទូតជប៉ុនណាគឺយើងនឹងមានការឧបត្ថម្ភពី Manulife ពីក្រុមហ៊ុនធានារ៉ាប់រងដ៏ល្បីនៅលើពិភពលោកគឺ Manulife គឺយើងនឹងធ្វើការផ្ដល់នៅភាគផលទាំងអស់ទៅដល់ការខាងសប្បុរសធម៌ណាឆ្នាំមុនយើងឃើញហើយជាង$100,000យើងបានផ្ដល់ជូនដល់សប្បុរសធម៌គ្រប់អង្គការជ្រួកក្រងគ្រោះដោយសារមានណាអង្គការផ្សេងទៀតណាហើយនឹងកុមារទីពេទ្យអីជាដើមណាចឹងទាំងអស់នេះគឺអ្វីដែលជាផលល្អសម្រាប់ការងាររត់ប្រណាំងរបស់យើងហើយឆ្នាំនេះគឺសម្ដេចមហាវត្តថាបតីនាយករដ្ឋមន្ត្រីបានប្រគល់ជូនជាកិត្តិយសដល់ខ្ពង់ខ្ពស់ជូនឯកឧត្តមសុនយន្តថលឧបនាយករដ្ឋមន្ត្រីជាតំណាងដល់ខ្ពង់ខ្ពស់របស់សម្ដេចក្នុងការចូលរួមលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់គណៈកម្មការជាតិអូឡ িম্প ិកក៏ដូចជារបស់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសដៃគូរបស់យើងគឺហាតអបគោលនិងស្ថានទូតជប៉ុនគឺយើងនឹងបានទទួលភាពកក់ក្ដៅក្នុងការចូលរួមនៅលើនេះណាហើយអញ្ចឹងយើងសង្ឃឹមថាការចូលរួមនេះនឹងមានអ្វីដែលប្លែកហើយនឹងជោគជ័យបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍នេះបាទអ្វីដែលជាសកម្មភាពរបស់យើងធ្វើហើយលទ្ធផលដែលយើងធ្វើនេះគឺវាបានជះឥទ្ធិពលផ្ទាល់ទៅនឹងអារម្មណ៍របស់អ្នកដែលមានចម្ងល់ណាទៅដល់មតិសាធារណៈទាំងអស់ណាហើយជាពិសេសគឺអ្នកដែលមិនទាន់យល់ច្បាស់អំពីសភាពការពិតនិងការអភិវឌ្ឍរីកចម្រើនពិតប្រាកដរបស់កម្ពុជាអញ្ចឹងនេះគឺជាភស្តុតាងដែលមានភាពគេហៅថាតក្កវិជ្ជាបានន័យថាមានភាព logic ដែលបងប្អូនអាចមើលបានគ្រាន់តែចំនួនអ្នកចូលរួមហ្នឹងណាវាបញ្ជាក់បានរួចទៅហើយថាការគ្រប់គ្រងរបស់អន្តរជាតិទៅលើប្រទេសកម្ពុជាណាទៅលើភាពសុខសាន្តទៅលើថ្នាក់ដឹកនាំទៅលើរដ្ឋាភិបាលណាទៅលើប្រជាជនកម្ពុជាដែលរស់រាយរាក់ទាក់ណាគឺជាលទ្ធផលស្ដែងចេញនៅក្នុងលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងនេះដែរបាទ